បាទកុំព្យូទ័រនេះខ្ញុំទុកចោលយូរឥឡូវភ្លេច password admin បាទហើយអញ្ចឹងដំណោះស្រាយគឺយើងធ្វើការ reset password admin អញ្ចឹងសម្រាប់ការ reset password user យើងអាចធ្វើបានតែគ្រាន់តែទី1យើងត្រូវមាន soft window PE ហើយទី2យើងមាន flash មួយណាអញ្ចឹងចាំទៅមើល process នៃការធ្វើជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងនេះគឺជា soft soft window PE ដែលខ្ញុំបាន download យកមកទុកក្នុង drive D រួចហើយសម្រាប់ soft នេះខ្ញុំធ្វើការ store ទុកនៅក្នុង cloud ហើយនឹងមានដាក់ link នៅក្នុង description video ហើយនឹងមានក្នុង group Telegram ផងដែរហើយអ្វីដែលយើងត្រូវការបន្តទៀតគឺ flash ណាអញ្ចឹងយើងមាន flash មួយទំហំចាប់ពី 8G ឡើងទៅអាចប្រើបានហើយមួយទៀតគឺ soft សម្រាប់ធ្វើការ boot Windows PE នេះចូលទៅក្នុង flash ណាអញ្ចឹងសម្រាប់soft នេះគឺខ្ញុំប្រើ Rapture ណាបាទហើយ Rapture នេះក៏ខ្ញុំមានទុកនៅក្នុងcloud ដែរខ្ញុំដាក់ link ចូលទៅក្នុង description ហើយនឹង group Telegram ណាបងប្អូនអាចទាញយកបានអញ្ចឹងយើងចាប់ផ្ដើមអញ្ចឹងទី1យើងដោត flash ណាដោត flash ចូលទៅកុំព្យូទ័រមួយទៀតដែលអត់ជាប់លេខកូដហ្នឹងអូខេអញ្ចឹងខ្ញុំដោត flash ចូលរួចហើយអញ្ចឹងខ្ញុំបើកកម្មវិធី Rapture ចេះមកទីមទាអាប់ដេតបែបនេះយើងមិនចាំបាច់អាប់ដេតទេអូខេអញ្ចឹងទី1យើងរើសយក flash ណា flash ដែលខ្ញុំដោតចូលមិញនេះគឺមួយនេះហើយទី2យើង select window អញ្ចឹងខ្ញុំទុកនៅ drive e software OS អូខេនេះ PE បាទអញ្ចឹងយើងចុច start មកតែខ្ញុំបញ្ជាក់បន្តិចណាកាលណាយើងចុច start គឺទិន្នន័យទាំងអស់ដែលយើងទុកនៅក្នុង flash នេះគឺនឹង write over ណាលុបចោលទាំងអស់ហើយអញ្ចឹងបើសិនជាមាន file ចាំបាច់អាច copy ចេញសិនណាអញ្ចឹងខ្ញុំអត់មានអីត្រូវ copy ទុកទេអញ្ចឹងខ្ញុំចុច start អូខេមកអញ្ចឹង process នេះធ្វើលំនាំតែយើងស្ដាប់ Windows ថ្មីដែរទេហើយចំពោះការផ្ទេរទិន្នន័យចូលទៅក្នុង flash នេះវារៀងស៊ីពេលបន្តិចណាអញ្ចឹងខ្ញុំសូមចុច scope សិនហើយចាំពេលវាដំណើរការចប់ចាំយើងបន្តទៀតបាទឥឡូវវាដំណើរការចប់ហើយអញ្ចឹងយើងចុច close មកបន្តមកទៀតយើងដក flash យកទៅដោតជាមួយនឹងកុំព្យូទ័រដែលយើង reset password user ណាអញ្ចឹងបន្តទៀតយើងយក flash ដែលស្ដាប់ដូចនេះយកមកដោតចូលជាមួយនឹងកុំព្យូទ័រដែលយើងត្រូវការ reset password ហ្នឹងមកដល់ហើយយើងចូលមកកុំព្យូទ័រនេះយើងចុច restart មកណាបញ្ជាក់ password នេះគឺជាប់ហើយខ្ញុំចុច restart restart anyway បន្ទាប់មកទៀតយើងចុច S12 ចុចឲ្យញាប់មកណាអូខេតមកទៀតយើង select យក flash ឲ្យវា boot យកពី flash មកណា select ហើយយើងចុច enter អូខេអញ្ចឹង Windows PE នឹងធ្វើការដំណើរការហើយយើងរងចាំបន្តិចទៅវាអាចនឹងរៀងយូរបន្តិចណារហូតដល់ Windows PE ដំណើរការអញ្ចឹងខ្ញុំសុំ scope បន្តិចសិន
អូខេឥឡូវ Windows PE នេះចាប់ផ្ដើមដំណើរការហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់យើងចុចទៅលើសញ្ញា Windows នេះយើងយក All Program ក្នុង All Program នេះយើងយក Password យក Security Password តមកយក Windows Login Unlocker អញ្ចឹងនៅក្នុងនេះវានឹងបង្ហាញ user ទាំងអស់ដែលមានក្នុងកុំព្យូទ័រអញ្ចឹង user ដែលយើងផ្លេច password នោះគឺ administrator ណាអញ្ចឹងយើងចុចលើនេះមកតមកចុច reset ចុច yes មកអូខេ password reset successful បិទមកវិញមកតមកទៀតចុច restart តែយើងដក flash ចេញវិញតមកចុច sign in មកអូខេរួចរាល់ password ត្រូវបាន reset 100%